miền sầm nô chỉ trán còn bàn sụp chúng ta là cô bột mình hái mình bàn phọt một chẳng chắc sầm nô muốn ní viên miền chùm lại quên quên lại khăn mình tên hơi không biết đâu đấy nhung cắt lấy hơi bài chỉ mình sẽ cái đây nên thế nó càng vậy bị cả bột mình hái phọt một này chắc cả bột mình hái phọt một viên miền trán càng lấy khăn mình tên cái đấy khác ai cả làm đời sao tại cả độ mình nếu bây giờយើងដកថ្មីហើយយើងទាញថ្មីទៅក្រោយក៏អាចមានកើតមានការផុតមកនេះដែរករណីមួយទៀតគឺអាចកើតឡើងដោយសារតែការផ្លាស់ប្ដូរនៃទីតាំងបូមរបស់យើងណាអញ្ចឹងឧទាហរណ៍ថាថ្មីរបស់បងប្អូនគាត់លយមកខ្លាំងពេកអញ្ចឹងនៅពេលយើងទាញថ្មីទៅក្រោយធ្វើឲ្យបូមរបស់គាត់មានអារម្មណ៍ថាស្ដើងជាងមុនអញ្ចឹងក៏អាចមានអារម្មណ៍ថាផុតមកនេះដែរមួយទៀតក៏សំខាន់ដែរនៅពេលដែលយើងពុតថ្មីគឺស្រកគីឡូការស្រកគីឡូនេះក៏អាចធ្វើឲ្យបងប្អូនផុតមកដែរព្រោះពេលខ្លះពុតថ្មីបងប្អូនញ៉ាំអត់បានទេគេញ៉ាំសូវបានល្អគេអត់សូវលក់ញ៉ាំអត់សូវបានអញ្ចឹងក៏មានករណីស្រកគីឡូទៅក៏មានអារម្មណ៍ថាខ្លួនឯងផុតមកហើយមួយទៀតណាក៏សំខាន់ដែរគឺអានេះអញ្ចឹងការជ្រើសរើសអានឹងរបស់គ្រូពេទ្យគឺសំខាន់ខ្លាំងមែនទែនហើយបើសិនជាបងប្អូនចង់ឲ្យយល់កាន់តែច្បាស់អំពីការជ្រើសរើសអានឹងណាមកជួបខ្ញុំព្យាយាមបញ្យល់ឲ្យបងប្អូនទាំងអស់គ្នាយល់អត់គិតប្រាក់ទេអាចមកបានអរគុណ